ដល់ទីក្រុងហាឡុងបាទទីក្រុងហាឡុងយើងកំពុងតែនៅសមុទ្រហាឡុងបាទកំពង់សត្វហាឡុងហើយបងប្អូនឃើញច្បាស់ហើយនៅហាឡុងមានភ្នំជាច្រើនបាទឆ្នាំភ្នំមាន1969ភ្នំដែលយើងត្រូវទស្សនាប៉ុន្តែភ្នំដែលស្គាល់បំផុតដែលគេហៅស្គាល់ស្គាល់មានរូបរាងតែថារូបដែលស្គាល់នោះគឺជាភ្នំមានតែ700 84ភ្នំទៅនោះដែលថាគេស្គាល់បាទហើយគេស្គាល់ហើយបងប្អូនឃើញច្បាស់ហើយនៅខាងមុខខ្ញុំនេះគឺជាភ្នំនៅសមុទ្រហាឡុងពេលសមុទ្រហាឡុងនេះគឺអត់មានរលកទេបាទអត់មានរលកទេស្ងាត់តែម្ដងពេលដើមនេះគឺកន្លែងនេះជាកន្លែងអ្នកនេសាទដែលចម្រោកនៅក្នុងតំបន់ហ្នឹងជាងបងប្អូននៅខាងនេះគឺយើងខ្ញុំមានទូដែលថានៅក្នុងទូកដែលថាញ៉ាំអាហារពេលថ្ងៃត្រង់នៅក្នុងទូកដូច្នោះបងប្អូនប្រសារបស់យើងអាចនឹងថាទស្សនាសប្បាយលេងនៅលើទូកនោះគឺទូកនៅហាឡុងនឹងទៅសមុទ្រនឹងបាទហើយជាងដូច្នោះគឺឃើញជាភ្ញៀវកំពុងតែរីករាយសប្បាយនៅក្នុងលើទូកនឹងដូចជាបងប្អូនអាចទស្សនានៅខាងនេះ